មន្ត្រីថ្នាក់ដឹកនាំខេត្តព្រះសង្ឃពុទ្ធបរិស័ទខេត្តស្វាយរៀងប្រារព្ធពិធីបុណ្យវិសាខបូជារំលឹកកាលទាំង3របស់ព្រះសម្មាសម្ពុទ្ធមន្ត្រីថ្នាក់ដឹកនាំខេត្តព្រះសង្ឃពុទ្ធបរិស័ទខេត្តស្វាយរៀងនៅរសៀលថ្ងៃទី11ខែឧសភាឆ្នាំ2025នេះបានប្រារព្ធរៀបចំបុណ្យវិសាខបូជារំលឹកកាលទាំង3របស់ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតទ្រង់ត្រាស់ដឹងនិងទ្រង់បរិនិព្វានដែលពិធីនេះបានប្រារព្ធទៅនៅសាលាគុណខេត្តដោយមានការនិមន្តពីព្រះវិសុទ្ធញាណមុំសយព្រះមេគុណខេត្តឯកឧត្តមម៉ែនវិបុលប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមប៉េងពោសាអភិបាលខេត្តនិងលោកជំទាវព្រមទាំងមានការនិមន្តពីមន្ត្រីសង្ឃមន្ត្រីរាជការពុទ្ធបរិស័ទប្រមាណជាង500អង្គអ្នកផងដែរលោកទាវសុភាប្រធានមន្ត្រីធម្មការនិងកិច្ចការសាសនាខេត្តបានបញ្ជាក់ពិធីបុណ្យវិសាខបូជាពិធីបុណ្យធំៗរបស់ព្រះពុទ្ធបរិស័ទអ្នកកាន់សាសនាព្រះពុទ្ធហើយនៅក្នុងពិធីបុណ្យនេះព្រះសង្ឃនិងពុទ្ធបរិស័ទបានដង្ហែក្បួនតាមរថយន្តផ្សព្វផ្សាយប្រគេនជូនព្រះសង្ឃពុទ្ធបរិស័ទឲ្យយល់ជ្រួតជ្រាបពីកាលទាំង3ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតទ្រង់ត្រាស់ដឹងនិងទ្រង់បរិនិព្វាននៅតាមផ្លូវសាធារណៈក្នុងស្រុកក្រុងទាំង8របស់ខេត្តនិងចម្រើនព្រះបរិត្តស្រង់ព្រះរាប់បាតដើម្បីដង្វាយមហាកុសលប្រគេនថ្វាយជូនដល់ព្រះសម្មាសម្ពុទ្ធនៃអង្គម្ចាស់យើងទាំងអស់គ្នាក្នុងនាមព្រះសង្ឃក្នុងខេត្តព្រះវិសុទ្ធញាណមុំសយបានមានធរណីការសម្ដែងនៅអំណរគុណចំពោះប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអភិបាលខេត្តមន្ត្រីរាជការព្រះសង្ឃពុទ្ធបរិស័ទទាំងអស់ដែលនិមន្តនិងអញ្ជើញមកចូលរួមពិធីបុណ្យបង្កឲ្យមានភាពអធិកអធមដោយនាំមកនៅបច្ច័យចូលរួមសម្រាប់បន្តកសាងវត្តបន្ថែមនៅថ្ងៃនេះដែលទង្វើទាំងអស់គឺជាការរួមចំណែកអភិរក្សសាសនាឲ្យមានភាពរឹងមាំនាពេលអនាគតផងដែរ